រុនសុដីថ្ងៃនេះថ្ងៃច័ន្ទដើមទ្របចឹងថ្ងៃនេះក៏យើងផលិតការងារសម្រាប់ដើមទ្របផងដែរបាទយើងវគ្គចាក់បេតុងពង្រីកបាទកែផ្ទះល្វែងទៅជាផ្ទះហាងកាហ្វេបាទយើងពង្រីកមកចំហៀងហើយនឹងផ្នែកខាងក្រោយសម្រាប់ជាន់ទី1សម្រាប់ជាន់លើយើងក៏ពងផលិតពុំផងដែរបាទអញ្ចឹងដោយសារជាន់ទី1នេះវាទូចជាងជាន់លើយើងចាក់ជាន់ទី1មុនបាទអញ្ចឹងក៏សូមអរគុណក្រុមការងារទាំងអស់ដែលប្រឹងប្រែងធ្វើការងារដែលប្រកបដោយសុវត្ថិភាពបាទទាំងអស់គ្នាហើយសម្រេចបានការងារចាក់បេតុងបញ្ចប់បាទផ្នែកជាន់ទី1នេះបាទពង្រីកបន្ថែមទៅតងនឹងជំហានខាងក្រោយអញ្ចឹងបន្ទាប់ពីការប្រឹងប្រែងអស់រយៈពេលជាតងជាមួយសប្តាហ៍ជាងបាទក្រុមការងារបានសម្រេចទាំងការងារពុំធ្នឹមថងសេបាទហើយចងដែកហើយនឹងកំណត់នីវ៉ូចាក់បេតុងហើយចំពោះបេតុងផងដែរយើងប្រើបេតុងកម្លាំង35ដែលមានលាយ waterproof ព្រោះការងារវែងដាព្រិចនេះយើងត្រូវមាន waterproof ដើម្បីការពារទឹកបាទទឹកភ្លៀងទឹកអីផ្សេងៗនៅខាងលើអញ្ចឹងសម្រាប់ជាន់ទី1ចាក់ហើយដល់ថ្ងៃនេះតាមទ្របជាន់លើនឹងចាក់បន្តចាក់នៅថ្ងៃក្រោយបន្ទាប់ពីការងាររៀបរយអស់ហើយបាទអញ្ចឹងជាចុងក្រោយសូមអរគុណក្រុមការងារទាំងអស់បាទអរគុណច្រើនបាយបាយ